មានម៉ែនិយាយច្រើនក៏នៅល្អជាងគ្មានម៉ែនិយាយជាមួយនៅពេលគ្មានម្ដាយនោះកូននឹងយល់អារម្មណ៍មួយនោះដោយពាក្យមួយឃ្លាគេនិយាយថាពុកម៉ែជាអាចារ្យពុកម៉ែជាទេវតាស្ថិតនៅក្នុងផ្ទះពុកម៉ែជាព្រំពុកម៉ែជាព្រះកូនក្រាបសំពះឈ្នះអស់នាសត្រូវណាថ្ងៃនេះបើសិនជាអ្នកអត់តាន់ខ្លាយទៅជាឪពុកម្ដាយគេឬក៏មានកូនខ្លួនឯងទេអ្នកប្រហែលជាមិនតាន់យល់ច្បាស់ពីទឹកចិត្តពុកម៉ែដែលមានចំពោះកូនឡើយពុកម៉ែបានបង្កើតកូនមកហើយលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តមានទាំងក្តីស្រឡាញ់ក្តីមេត្តាចិញ្ចឹមបីបាច់ថែរក្សាមើលការខុសត្រូវកូនប្រុសស្រីឲ្យធំពេញវ័យប្រឹងលោកប្រឹងលៃឲ្យកូនបានរស់សុខស្រួលបានរៀនសូត្រទោះបីពុកម៉ែក្រមិនល្អមិនមានដូចពុកម៉ែអ្នកដទៃក៏ប៉ុន្តែពុកម៉ែយើងបានលះបង់ដើម្បីយើងគ្រប់បែបយ៉ាងម៉ែគឺជាមនុស្សស្រីម្នាក់ដែលពូកែប្រាំពូកែអត់ធ្មត់ពូកែលាក់ការឈឺចាប់ជាទីបំផុតព្រោះមិនចង់ឲ្យកូនមកពិបាកដោយសារតែម៉ែតែកូនខ្លះមិនយល់អារម្មណ៍ពុកម៉ែបែរជាខឹងស្ដីបន្ទោសឲ្យពុកម៉ែឬក៏ដាក់កំហុសឲ្យពុកម៉ែនៅពេលដែលពុកម៉ែបានធ្វើអ្វីឬក៏និយាយស្ដីអ្វីទៅវាមិនត្រូវចិត្តកូនវាធ្វើឲ្យកូននឹងខឹងឬក៏អត់ពេញចិត្តកូនខ្លះអាក្រក់ណាស់បន្ទោសពុកម៉ែព្រោះតែកើតមកក្រកូនខ្លះទៀតចំណែនពុកម៉ែចែកប្រាប់ឲ្យបងនេះឲ្យប្អូននោះច្រើនជាងខ្លួនឯងឬក៏ស្អប់ណាស់ម៉ែប៉កែខឹងប៉កែរអ៊ូធន់ពុកម៉ែហាមនេះហាមនោះរកចង់ធ្វើអីមិនបានហើយកូនមានដឹងអត់ថាពេលដែលកូនបញ្ចេញទង្វើបែបនេះធ្វើចរិតបែបនេះឬក៏មើលងាយទៅលើពុកម៉ែបែបនេះពួកគាត់គឺជួយចិត្តខ្លាំងណាស់ព្រោះឪពុកម្ដាយមួយណាក៏ដូចតែគ្នាដែរបង្កើតកូនមកហើយគឺស្រឡាញ់កូនណាស់តាំងពីថ្ងៃដែលកូនចាប់កំណើតមករហូតដល់កើតធំពេញវ័យចង់ឲ្យកូនប្រុសស្រីរស់បានសុខមានអនាគតល្អគ្រប់គ្នាពេលខ្លះម៉ែឪអាចជួយកូននេះច្រើនជាងកូននោះព្រោះតែគាត់គិតថាកូននេះកូនបងវាលំបាកជាងកូនប្អូនឬក៏កូនប្អូនវាលំបាកជាងកូនបងគាត់ឃើញកូនណាលំបាកគាត់ត្រូវតែជួយព្រោះជាកូនរបស់គាត់ជាតួនាទីរបស់គាត់កូនណាដែលគេក្រន់គេមិនបានអន់គាត់ក៏ប្រឡែងកូននឹងទៅតែកូនណាដែលនៅជាមួយហើយមានទុក្ខពិបាកគាត់ក៏នៅតែជួយមិនមែនថាគាត់ស្រឡាញ់កូនលំអៀងទេតាមការពិតគឺគាត់ស្រឡាញ់កូនដូចគ្នាតែអ្វីដែលគាត់អាចធ្វើបានកូនណាដែលលំបាកជាងគាត់ជួយបានក៏គាត់ជួយកូននឹងតែកូនខ្លះទៀតគាត់មិនយល់គាត់ឃើញម៉ែឪគាត់ទៅជួយតាកូនម្នាក់នេះអីចឹងគាត់មានចិត្តចំណែនកើតឡើងកូនត្រូវយល់ពុកម៉ែគិតគូរដល់កូនណាស់ពុកម៉ែស្រឡាញ់កូនណាស់ហើយកូនគ្រប់គ្នាគឺជាកាយភ្នែកគឺជាបេះដូងរបស់ពុកម៉ែជានិច្ចតែកូនខ្លះកម្មក្រាស់អត់យល់ឃើញពុកម៉ែធ្វើអញ្ចឹងខឹងពុកម៉ែប្រើកសែភ្នែកខឹងនិយាយស្ដីមើលងាយពុកម៉ែខ្សត់គ្រប់បែបយ៉ាងកូនខ្លះខឹងស្អប់គុំគួនជាមួយនឹងពុកម៉ែខ្លួនឯងទៀតក៏មានការម៉ែឪពេញកម្លាំងលំបាកម្ដងព្រោះតែចិញ្ចឹមកូនដល់ពេលចាស់ទៅលំបាកម្ដងទៀតព្រោះតែកូនអត់ចិញ្ចឹមបានមិនដឹងគុណពុកម៉ែក៏ហីទៅតែកុំធ្វើបាបកុំមើលងាយពុកម៉ែហើយបើស្រឡាញ់ពុកម៉ែជួយមើលថែសុខភាពផ្លូវកាយផ្លូវចិត្តគាត់ផងកុំទុកគាត់ចោលពេកអីត្រូវចាំថាយើងមានថ្ងៃនេះព្រោះតែមានពុកម៉ែយើងបង្កើតចិញ្ចឹមបីបាច់ថែរក្សាយើងមកយើងមិនមែនរស់បានដោយខ្លួនឯងទេណាកុំសាងបាបជាមួយម៉ែឪពុកម៉ែស្ដីបដៅព្រោះចង់ឲ្យកូនល្អកុំចង់ឈ្នះគាត់